ផ្លូវនៃជីវិតនេះយើងដើរតែម្នាក់ឯងបើដួលហើយក្រោកឡើងវិញដើរបន្តទៅទៀតព្រោះភាពក្លាហាននឹងបង្រៀនអ្នកឲ្យកាន់តែរឹងមាំឡើងនៅលើលោកនេះមានរឿងជាច្រើនណាស់ដែលយើងបានទទួលនៃការឈឺចាប់ពីពាក្យសម្ដីមិនល្អពីអ្នកដទៃមកលើខ្លួនយើងត្រូវតែអត់ធ្មត់សង្កត់ចិត្តឲ្យបាននោះភាពរឹងមាំកាន់តែធ្វើឲ្យយើងមានចិត្តល្អប្រសើរមកវិញ